ចឹងថ្ងៃនេះផងដែរគឺខ្ញុំមានឱកាសពិសេសមួយដែលចូលរួមស្ដាប់តាក់ទងជាមួយនឹងការ share ចែកម្លែកនៃអាហារូបករណ៍របស់ពេញហួតគឺអរគុណដល់ពេញហួតខ្លាំងមែនទែនដែលគាត់បានផ្ដល់ឱកាសមួយនឹងសម្រាប់ខ្ញុំក្នុងការចូលរួមឈ្មោះថៃវិធាខ្ញុំនិស្សិតឆ្នាំទី4នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មហើយខ្ញុំផ្ដោតទៅលើឥឡូវហ្នឹងកំពុងតែចិត្តចប់ឆមាសទី1ហើយផ្ដោតទៅលើ tissue culture ដែលផ្ដោតទៅលើ technology ដែលអាចបរិពូជរុក្ខជាតិបានច្រើនក្នុងពេលតែមួយនៅក្នុង lab តែឱកាសមិនមែនចិត្តតែមានរហូតទេអញ្ចឹងនៅពេលដែលយើងមានឱកាសយើងតែងតែក្តាប់វាជាប់ហើយយើងរក្សា business management ហ្នឹងក៏ជាក្តីស្រមៃមួយដែលខ្ញុំចង់រៀនតាំងពីតូចមកអញ្ចឹងធ្វើឲ្យការខំប្រឹងប្រែងនិងការចាប់យកឱកាសហ្នឹងជាចំណែកមួយក្នុងការជំរុញទឹកចិត្តឲ្យខ្ញុំរៀនពីមហាវិទ្យាល័យជាពិសេសតាក់ទងជាមួយទៅនឹងវិស័យ AI ដែលយើងប្រើប្រាស់ជាមួយនឹងវិស័យការងារទាំងនឹងការសិក្សាផងដែរពួកយើងបានមកដល់ទីតាំងពេញហួត Go Kart ហើយជាឱកាសជាលើកទី1មិនត្រឹមតែសម្រាប់ក្មេងៗទេក៏សម្រាប់បុគ្គលិករបស់ពួកយើងផងដែរហើយក៏សប្បាយចិត្តដែរដោយសារតែបរិយាពេញហួតគាត់បានផ្ដល់ជាការលេងហ្គេមដល់ពួកយើងដូចជាលេង Go Kart ហើយវាជាលើកទី1របស់ខ្ញុំក្នុងការលេងហើយសប្បាយចិត្តមែនទែនហើយអរគុណទៅដល់បរិយាពេញហួតជាខ្លាំង